កាន់ឧទ្យានជាតិអាស្កាឡុនតាមការរកឃើញពីសម័យយុគថ្មរំលីងបង្ហាញថាការតាំងទីលំនៅនៅអាស្កាឡុនបានចាប់ផ្ដើមប្រហែល 10,000 ឆ្នាំមកហើយទីក្រុងពិតប្រាកដមួយត្រូវបានបង្កើតឡើងនៅអាស្កាឡុនក្នុងសម័យកាលខាណាណៃខ្ទង់ 2000 ទៅ 1550 ឆ្នាំមុនគ្រិស្តសករាជអាស្កាឡុនគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងចំណាស់ជាងគេនៅក្នុងប្រទេសអ៊ីស្រាអែលទីក្រុងនេះបានឆ្លងកាត់អរិយធម៌ជាច្រើនចាប់តាំងពីសម័យកាលខាណាណៃរហូតដល់សម័យកាលអ៊ីស្រាអែល័យ Persian, Greek, Roman, Byzantine, Muslim, Crusader និង Ottoman នៅពាក់កណ្ដាលសម័យកាលខាណាណៃអាស្កាឡុនគឺជាទីក្រុងកំពង់ផែដ៏សំខាន់មួយដែលប្រជាជនរស់នៅដោយប្រកបមុខរបរកសិកម្មនិងនាំចេញស្រាប្រេងអូលីវចៀមនិងគោទៅកាន់ប្រទេសនានានៅមេឌីទែរ៉ាណេច្រកទ្វារទីក្រុងខាណាណៃច្រកទ្វារនេះមានខ្លោងទ្វារកោងចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលត្រូវបានសាងសង់ក្នុងសម័យកាលខាណាណៃកណ្ដាលប្រហែលឆ្នាំ1850មុនគ្រិស្តសករាជ